ដល់ល្អហើយប៉ុន្តែសួរថាកាល់រឿងព្រំដែនណាមិនមែនជារឿងបច្ចេកទេសទេបងប្អូនរឿងព្រំដែនបើរឿងបច្ចេកទេសសុទ្ធសាធខ្មែរដាក់ប្តឹងតាំងពីយូរហើយអត់មានអីពិបាកទេព្រោះអីរឿងបច្ចេកទេសបើ2 + 2 វា 4គឺចាក់ស្ដែងតាមការវាស់វែងតាមផែនទីណាដែលយកមកប្រើគឺយើងមើលយាមការយើងអីទៅយើងឃើញណាប៉ុន្តែរឿងព្រំដែនកម្ពុជាថៃនេះគឺជារឿងនយោបាយសុទ្ធសាធបងប្អូនហើយនៅពេលដែលនយោបាយរឹតរួតហើយយករឿងបច្ចេកទេសមកគឺអាបច្ចេកទេសហ្នឹងវានឹងយឺតទៅតាមរបបនយោបាយហើយបងប្អូនចាំមើលរបបនយោបាយហ្នឹងវាយឺតយ៉ាងម៉េចឥឡូវនៅពេលដែលបង្កើតគណៈកម្មាធិការនេះហើយគឺខាងភាគីថៃចាប់ផ្ដើមមើលទៀតថាតើចលនារបស់រដ្ឋាភិបាលកម្ពុជានឹងគឺពិតជាធ្វើដំណើររុលទៅមុខឬយ៉ាងណាខាងនោះក៏រកចំណាត់ការអីណាមួយដើម្បីស្ដារមុខមាត់ទប់ខ្លួនឯងគឺទប់ខ្មែរកុំឲ្យនឹងបញ្ជូនរឿងនេះទៅដែរព្រោះយើងដឹងហើយថៃទប់រហូតថៃមិនមែនចង់ដោះស្រាយបញ្ហានៅតុលាការអន្តរជាតិទេថៃចង់ដោះស្រាយទ្វេភាគីព្រោះសំណុកទៅថាស្រួលនិយាយគ្នាអញ្ចឹងណាទ្វេភាគីព្រោះយើងដឹងហើយលោកហ៊ុនសែនលោកថាក់ស៊ីនអីសិតតែជាបងធွာប្អូនធွာអីអញ្ចឹងទៅហើយតំណាក់តំណងរវាងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលថៃតាមរយៈក្រុមគ្រួសារតកូលហ៊ុននិងតកូលថាក់ស៊ីននេះគឺមានភាពស្អិតល្មួតនឹងគ្នាដូច្នេះនៅក្នុងន័យនេះគឺរដ្ឋាភិបាលថៃចង់មែនតើគឺចង់ឲ្យចរចាទៅកុំឲ្យថាដាក់ប្តឹងព្រោះអីតែដាក់ពាក្យប្តឹងគឺថៃអាចចាញ់ច្រាបចាញ់ព្រៀបកម្ពុជាច្រើនដែរព្រោះធ្លាប់ចាញ់រឿងក្តីព្រះវិហារហើយមិនមែនរឿងម្ដាលចាញ់ទេដូច្នេះដូចឆ្មាខ្លាចទឹកក្តៅអញ្ចឹងណាបងប្អូននៅពេលដែលជះទឹកត្រជាក់ក៏រត់ចាច់ជើងគ្នាដែរដោយសារតែពេលដែលធ្លាប់ចាញ់ក្តីគឺបានន័យថាទៅកន្លែងតឡាការនឹងដដែលគឺភ័យទៀតថានឹងចាញ់ណាដូច្នេះចង់អូសយកយន្តការមួយគឺចរចាទ្វេភាគីហើយខ្ញុំនឹងបញ្យល់ថាល្បិចអីដំក្នុងចរចាទ្វេភាគីហេតុអីចរចាទ្វេភាគីមិនបានបើយើងនៅផ្ទះភូមិផងលបងជាមួយហើយវាមានរឿងអីនៅប្រទេសថៃនឹងបានជាខ្លាចអារឿងតឡាការយុតិធធអន្តរជាតិនឹងមកម្លេះហើយរឿងអីបានជានាំគ្នាផ្ទុះអាវុធនៅពេលដែលរឿងនឹងចរចាជាមួយគ្នាត្រូវគ្នាដូច25ឆ្នាំហើយហេតុអីបានមកទៅផ្ទុះអាវុធកាលពីថ្ងៃទី28អីអញ្ចឹងណាបងប្អូនឥឡូវយើងមើលអំពីដំណើររឿងនេះក្រុមរៀបចំហើយមានក្រុមការងារបច្ចេកទេសហ្នឹងគឺសម្បូរបែបមានទាំងតាហ៊ានមានទាំងស៊ីវិលមានទាំងអ្នកច្បាប់មានទាំងអីគឺយើងមើលទៅឃើញចម្រុះរបស់គាត់ហើយក៏ប៉ុន្តែនៅពេលដែលយើងសួរថាអង្កលដែលដាក់ពាក្យបានឯកសារផ្លូវច្បាប់គឺសំណុំរឿង4រឿងបងប្អូនរឿងមុំ3រឿងប្រាសាទតាមាន់តូចតាមាន់ធំនិងតាកបីដូច្នេះសំណុំរឿង4រឿងនេះត្រូវរកអង្គហេតុអង្គច្បាប់តាក់ទងនឹងភូមិសាស្ត្រទាំងករណីដែលមានវិវាទទាំង4ហ្នឹងយកមកសរសេរនៅក្នុងសំណុំរឿងដែលស្ទើរតែដូច4រឿងអញ្ចឹងណាក៏ប៉ុន្តែវាអាចមានផលល្អមួយត្រង់ថាអង្គហេតុអង្គច្បាប់អីទាញអាចយោងដូចគ្នានៅក្នុងករណីដែលប្រើផែនទីឬក៏កិច្ចព្រមព្រៀងឬសន្ធិសញ្ញាតែមួយខ្ញុំជឿថាដើម្បីដោះស្រាយបញ្ហានេះខ្ញុំមិនដឹងថាភាគីកម្ពុជានឹងប្រើយន្តការអីយកឯកសារណាជាសំអាងទេព្រោះភាគីកម្ពុជាគឺអត់បានបង្ហាញអីសោះនៅពេលដែលភាគីថៃគេបង្ហាញផែនទីបង្ហាញដីចូលគេអីលាក់នឹងលាក់ឲ្យប្រើផែនទីណាសន្ធិសញ្ញាអីណានោះគឺថៃគឺគេបង្ហាញសំបីតែមុខអនុព័ន្ធយោធា42ប្រទេសហ្នឹងក៏ថៃក៏គេខាញ់រៃនៅក្នុងការបង្ហាញដើម្បីឲ្យឃើញប៉ុន្តែភាគីកម្ពុជាគឺចិត្តឈឹងមកដល់ម៉ោងនេះយើងអត់ដឹងថាកម្ពុជានឹងប្រើឯកសារគតិយុត្តឬក៏ឯកសារសំអាងច្បាប់ណាមួយដើម្បីដោះស្រាយបញ្ហាព្រំដែនទេគ្រាន់តែថាយើងដឹងនៅក្នុងរឿងករណីប្រាសាទព្រះវិហារគឺកម្ពុជាយកយោងទៅនឹងកិច្ចឬក៏គេហៅសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907យកមកធ្វើជាសំអាងច្រើនមែនតើព្រោះអីកិច្ចព្រមព្រៀងសំទោសសន្ធិសញ្ញាបារាំងសៀមហ្នឹងគឺក៏មានកំណត់ព្រំដែនគោកមានអីដែរហើយកិច្ចព្រមព្រៀងនោះឯងដែលធ្វើឲ្យភាគីថៃចាញ់ក្តីដោយសារកិច្ចព្រមព្រៀងឬក៏សំទោសសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ហ្នឹងដែរហើយបើសិនជាយើងនិយាយអំពីព្រំប្រទល់ខ្មែរមកដល់ពេលនេះគឺមែនតើទៅគឺយើងនៅតែសំអាងទៅលើកិច្ចឬក៏សន្ធិសញ្ញាបារាំងសៀមហ្នឹង
ឆ្នាំ1907នឹងច្រើនដែរព្រោះអីវាអត់មានឯកសារថ្មីណាដែលអាចនឹងយកមកយល់ស្របគ្នាបានក្រៅពីឯកសារប្រើប្រាស់របៀបជាឯកតោភាគីទេបើសិនជាឯកសាររួមគឺមានតែសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ហ្នឹងហាក់បីដូចជាឯកសារមួយគោលដែលទាំងខ្មែរទាំងសៀមឬក៏កាលមុនគេហៅសៀមឥឡូវគេដូរទៅជាថៃហ្នឹងគឺអាចប្រើប្រាស់រួមគ្នាបងប្អូនមានរឿងមួយដែលខ្ញុំចង់ជម្រាបជូនបងប្អូនដែលបងប្អូនមួយចំនួនក៏បានចេះច្បាប់ចេះទម្លាប់អីច្រើនទៅក៏ចាប់ផ្ដើមសួរនាំរឿងមួយថាគាត់ហ៊ានសួររហូតដល់ថាចុះបើសិនជាថៃគេប្រាប់មកហើយថាគេអត់ទទួលស្គាល់ដែនសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងទេថៃគេបានប្រាប់ហើយថាគេមិនទទួលស្គាល់ដែនយុត្តាធិការនឹងទេបានន័យថាម៉េចបានន័យថាតុលាការសម្រេចអីគឺគេអត់ចូលរួមគេអត់ទទួលស្គាល់ហើយនៅក្នុងករណីហ្នឹងតើរឿងក្តីហ្នឹងវាទៅដល់ត្រឹមណាបើសិនជាប្រទេសមួយដែលជាភាគីនៅក្នុងរឿងក្តីនៅក្នុងវិវាទហើយគេអត់ចូលខ្លួនអាហ្នឹងវាដូចយើងប្តីប្រពន្ធ2នាក់ដែលឆ្លោះគ្នាហើយសុំលែងលះគ្នាអញ្ចឹងណាបងប្អូនហើយដល់ពេលប្រពន្ធសុំលែងលះជាមួយប្តីប្រពន្ធដាក់ពាក្យប្តឹងទៅតុលាការហើយប្តីអត់ព្រមចូលខ្លួនមកផ្តិតមេដៃឬក៏អត់ទទួលស្គាល់តុលាការថាអាចដោះស្រាយរឿងហ្នឹងគាត់បានក៏ប៉ុន្តែទទួលស្គាល់ថាប្តីពីអ្នកប្តីប្រពន្ធមានរឿងតែសុំចរចាសុំជជែកគ្នាត្រូវរើគ្នាវិញទៅហើយខាងភាគីប្រពន្ធថាអត់ទេនៅឡើងចុះសម្រងគ្នាហើយអត់អាចចរចាបានទេមានឡើងតុលាការទេបានរួចខ្លួនឲ្យចាប់រឿងក្តីក្តាមនឹងអញ្ចឹងទៅហើយខាងប្តីថាបើទៅតុលាការទៅអត់ទទួលស្គាល់តុលាការហ្នឹងទៅប្តឹងម្នាក់ឯងទៅដាក់ពាក្យប្តឹងម្នាក់ឯងតើគេអាចនឹងផ្ដាច់សង្វាសនឹងបានដែរឬយ៉ាងណានៅក្នុងករណីជាក់ស្ដែងនៅក្នុងករណីដែលយើងមិនចូលខ្លួនភាគីប្តីមិនចូលខ្លួនប្រពន្ធដាក់ពាក្យប្តឹងសុំលែងតុលាការនៅតែអាចរកវិធីសម្រាប់ក្តីទៅតាមអ្វីដែលជាការលើកឡើងហើយនឹងឧទាហរណ៍ក៏ហៅខាងប្តីឲ្យចូលហើយជូនដំណឹងម្ដងហើយម្ដងទៀតហើយជួនកាលដល់កាលកំណត់គេប្រាប់ថាដំណឹងនេះគេចាត់ទុកជាចុងក្រោយបើអត់ចូលគេចាត់ទុកថាយើងយល់ព្រមនៅក្នុងការដែលជំនុំជម្រះឲ្យលែងលះគ្នាដោយមិនមកដូចថាកំបាំងមុខអីអញ្ចឹងណាសូនៅក្នុងន័យហ្នឹងគឺយើងគាត់ណាអត់បានទៅតតាំងក្តីអីគេសោះឲ្យខាងនោះទៅម្នាក់ឯងនៅក្នុងនេះគឺអញ្ចេះខ្ញុំនិយាយអំពីយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងបន្តិចហើយរឿងនេះជាបច្ចេកទេសច្បាប់ហើយប៉ុន្តែខ្ញុំនឹងបកស្រាយរបៀបសម្រាយជាងព្រោះអីវាច្បាប់វាជ្រៅពេកហើយយើងទៅមើលអានសេចក្តីសម្រេចឬក៏បណ្ដឹងអញ្ញត្តកម្មរបស់ថៃដាក់ប្តឹងឡើងស្រស់តាំងពីដើមទីមកគឺថៃពិតជាប្តឹងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងមែនហើយយើងទទួលស្គាល់ថាមាននៅក្នុងសំណុំរឿងទៅបើកមើលនៅក្នុង website របស់តុលាការយុត្តិធម៌អន្តរជាតិទៅមើលសាលក្រមដែលសម្រេចក្តីរឿងបណ្ដឹងអញ្ញត្តកម្មចង់និយាយថាអញ្ញត្តកម្មគឺជាបណ្ដឹងជំទាស់មុននឹងរឿងក្តីកើតឡើងហើយអញ្ញត្តកម្មរបស់ថៃកាលប្តឹងឆ្នាំ1960ណាគឺគាត់ប្តឹងពីរឿងអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការហ្នឹងណាតុលាការយុត្តិធម៌អន្តរជាតិយើងហ្នឹងគឺថៃមិនមែនតែលើកនេះទេគឺតាំងពីឆ្នាំ1960គាត់ដាក់ពាក្យប្តឹងគឺនៅមួយឆ្នាំក្រោយខ្មែរដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងឲ្យទាមទារដោះស្រាយរឿងបញ្ហាប្រាសាទព្រះវិហារហើយកាលហ្នឹងប្រាសាទព្រះវិហារគឺជានៅក្នុងដីយើងប៉ុន្តែថៃគេបកស្រាយគេមិនដកទាហានមិនដកអីអញ្ចឹងលាក់អីអញ្ចឹងទៅណាអញ្ចឹងវារំលោភដែនសមត្ថកិច្ចរបស់កម្ពុជាហ្នឹងតែរឿងហ្នឹងវារៀងពំតណោតិចដែរបងប្អូនត្រូវដឹងហើយកាលពីសម័យមុនហ្នឹងគឺថៃកាលមុនប្រទេសសៀមហ្នឹងគឺគ្រប់គ្រងដីខ្មែរយើងយកទៅលួចរបស់យើងទៅមកកណោតែដោយសារតែមានអាណាព្យាបាលបារាំងហ្នឹងមកក៏មានការកាត់ទៅក៏មានការដោះដូរគ្នាដូចជាតំបន់នៅម្ដុំក្រាត់ហ្នឹងទៅដូរជាមួយនឹងភាគខ្លះនៃកោះគុតហ្នឹងដូរទៅឲ្យថៃទៅហើយទៅយកភាសាយកឲ្យបាត់ដំបងព្រះវិហារស៊ីសផុនសៀមរាបអីហ្នឹងឲ្យយើងមកអញ្ចឹងទៅអាហ្នឹងគឺដោយមកអញ្ចឹងហើយបានជានៅពេលដែលឲ្យមកវិញហ្នឹងហើយនៅបានតែមានអាការយល់អារឿងព្រំដែនព្រំអីហ្នឹងថៃនៅតែគិតថាជារបស់គេហើយតាហ៊ានគេទៅធ្លាប់ដាក់គ្រប់គ្រងនៅតំបន់ហ្នឹងពីមុនមកទោះពេលបកគលមកឲ្យអត់ដកទៅវិញអីអញ្ចឹងទៅក៏នៅមានភាពស្រពេចស្រពិល
តវ៉ាគ្នាអញ្ចឹងរហូតទាល់តែភាគីកម្ពុជាអត់ទ្រាំមិនបានក្នុងឆ្នាំ1959ហ្នឹងក៏ដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិឲ្យសម្រេចរឿងក្តីនេះទៅហើយថៃនៅពេលភ្លាមដាក់បណ្ដឹងអញ្ញត្តកម្មដល់ទៅ2បណ្ដឹងនៅឆ្នាំ1960ហ្នឹងគឺជំទាស់ថាខ្មែរថាតុលាការយុត្តិធម៌អន្តរជាតិមិនមានដែនសមត្ថកិច្ចកាត់ក្តីរឿងហ្នឹងទេហើយចាត់ទុកថាកម្ពុជាក៏អត់មានសិទ្ធអីទៅក្នុងការដែលជជែករឿងហ្នឹងព្រោះអីកាលមុនសន្ធិសញ្ញាហ្នឹងវាបារាំងសៀមវាអត់មានអីត្រូវតាក់ទងនឹងស្រុកខ្មែរទេអាហ្នឹងអ្វីដែលនៅក្នុងបណ្ដឹងអញ្ញត្តកម្មរបស់ថៃកាលដាក់ឆ្នាំ1960ណាគេលើកឡើងថាខ្មែរយើងហ្នឹងមែនតែនទៅវាក្នុងពេលនោះគឺជាបារាំងទេអ្នកដែលមានសិទ្ធិស្របច្បាប់គឺជាបារាំងប៉ុន្តែការបកស្រាយរបស់សៀមកាលពីពេលហ្នឹងរកកាផែលបងប្អូនដោយសារអីបារាំងកាលពីមុនកាត់ក្តីដាក់ថាសន្ធិសញ្ញាបារាំងសៀមហ្នឹងគឺបានន័យថាបារាំងតំណាងឲ្យឥណ្ឌូចិនហើយឥណ្ឌូចិននៅពេលហ្នឹងគឺមានកម្ពុជាមានខ្មែរកម្ពុជាហើយមានខ្មែរទៀតអញ្ចឹង2បូកជួយគ្នា31មានកម្ពុជាមានឡាវមានវៀតណាមអីអញ្ចឹងនៅក្នុងឥណ្ឌូចិនរបស់គេនោះណាអញ្ចឹងកម្ពុជាហ្នឹងគឺបានន័យថាភាគីបារាំងដែលថាកិច្ចគេហៅសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ហ្នឹងគឺបានន័យថាតំណាងបារាំងនៅកន្លែងនេះគឺតំណាងឲ្យភាគីកម្ពុជាយើងនៅឥណ្ឌូចិនហ្នឹងហើយដូច្នេះបានន័យថាខ្មែរយើងគឺមានចំណែកនៅក្នុងកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាហ្នឹងតានៅពេលដែលថៃថាយើងកាលហ្នឹងគឺបារាំងទេហើយយើងនឹងមិនមានពេលកន្លែងណាដើម្បីស្នងទាយាទពីបារាំងហ្នឹងក៏គេអត់មានបញ្ជាក់អីអញ្ចឹងទេប៉ុន្តែតុលាការគេសម្រេចថាមិនមែនអញ្ចឹងទេព្រោះអីបារាំងតំណាងឲ្យកម្ពុជាថៃសំទោសឡាវហើយនិងវៀតណាមនៅក្នុងតំបន់ឥណ្ឌូចិនដូច្នេះកិច្ចសន្ធិសញ្ញាហ្នឹងគឺជាសន្ធិសញ្ញាបារាំងសំទោសសៀមនិងខ្មែរនិងវៀតណាមនិងថៃសំទោសនិងឡាវដែលបារាំងជាអ្នកតំណាងហើយដូច្នេះអាហ្នឹងហើយដែលគេការបកស្រាយអញ្ចឹងថៃគាត់ដឹងថាអាចចាញ់ក្តីរឿងប្រាសាទព្រះវិហារហ្នឹងគឺគាត់អត់ចង់ឲ្យកាត់ក្តីសោះតាំងពីពេលហ្នឹងមកគឺជំទាស់យុត្តាធិការហ្នឹងតែម្ដងហើយបងប្អូននឹងតុលាការស្គីសម្រាប់ថាម៉េចទេនៅឆ្នាំ1961តុលាការសម្រេចឲ្យថៃចាញ់ក្តីមិនមែនរឿងចាញ់ក្តីព្រះវិហារនៅឡើយទេណាគឺនៅឆ្នាំ1961ហ្នឹងគឺសម្រេចឲ្យថៃចាញ់ក្តីដែលតវ៉ាថាតុលាការអត់មានយុត្តាធិការដោះស្រាយរឿងប្រាសាទព្រះវិហារតតែពេលទាត់បណ្ដឹងអញ្ញត្តកម្មទាំងពីរនឹងចោលទៅបានន័យថាម៉េចថៃជំទាស់មែនក៏ប៉ុន្តែតុលាការបានសម្រេចហើយថាតុលាការមានយុត្តាធិការកាត់ក្តីរឿងប្រាសាទព្រះវិហារអញ្ចឹងថៃត្រូវចូលខ្លួនមកកាត់ក្តីទៅបើណែឯងមិនចូលមកអាហ្នឹងគឺជាសិទ្ធិរបស់ណែឯងនឹងបាត់បង់សិទ្ធិតវ៉ាបាត់ទៅហើយអញ្ចឹងថៃចូលតវ៉ាទៅជាមួយគ្នាតាទៅដាក់អង្គហេតុដាក់សេចក្តីតលហីកដាក់អីទៅបានន័យថាថៃទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនេះទៅហើយអត់មែនអត់ដែលទទួលស្គាល់សោះទេហើយការទទួលស្គាល់នេះមិនមែនតែឆ្នាំ1961 62ហ្នឹងទេសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិចេញឲ្យព្រះវិហាររឿងព្រះវិហារឲ្យកម្ពុជាឈ្នះថៃហ្នឹងគឺនៅឆ្នាំ1962បាទថៃក៏អត់សប្បាយចិត្តដែរប៉ុន្តែធ្វើម៉េចបើគេសម្រេចមកអញ្ចឹងហើយបានន័យថាថៃទទួលស្គាល់យុត្តាធិការចូលបានន័យប្រកែកហ្នឹងប៉ុន្តែដល់ពេលតុលាការសម្រេចទៅគឺគាត់បានទទួលស្គាល់តាំងពីឆ្នាំ1962ប៉ុន្តែអត់មានដែលដល់ពេលហើយដឹងថៃគេថាម៉េចទេគេថាគេប្រកែកតាំងឆ្នាំ1960ហើយហ្នឹងឃើញនាយករដ្ឋមន្ត្រីថៃបឋមឋានស៊ីនវត្តនេះកាលពីប្រហែលថ្ងៃមុនឃើញឡើងមកនិយាយដូចដដែលទេថាថៃអត់ដែលទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិហ្នឹងតាំងពីឆ្នាំ1960ម្លេះខ្ញុំឆ្ងល់ថាហេតុអីបានជាថៃយករឿងដែលចាញ់ក្តីសំបីថាចាញ់ក្តីរឿងបណ្ដឹងអញ្ញត្តកម្មហ្នឹងតុលាការបានទាត់ចោលសំអាងហេតុរបស់ខ្លួនដែលថាតុលាការអត់មានយុត្តាធិការហ្នឹងគេទាត់ចោលបាត់ទៅហើយហ្នឹងបានន័យថាថៃត្រូវទទួលស្គាល់យុត្តាធិការហ្នឹងព្រោះអីបើយើងប្រកែកមែនប៉ុន្តែតុលាការគេរកឃើញថាតុលាការមានយុត្តាធិការហើយថៃក៏នៅតែចូលរួមនៅក្នុងសំណុំរឿងនឹងមកនៅក្នុងឆ្នាំ1961 62ហ្នឹងក៏មានការកាត់ក្តីឲ្យខ្មែរឈ្នះអញ្ចឹងទៅហើយថៃទទួលស្គាល់យុត្តាធិការតុលាការនេះតាំងតែពីមុនមានបង្កើតតុលាការនេះមកម្លេះបងប្អូនមានចាំទេមុននឹងមានតុលាការយុត្តិធម៌អន្តរជាតិនេះគេមានតុលាការយុត្តិធម៌អន្តរជាតិមួយប្រភេទដែរប៉ុន្តែជាអចិន្ត្រៃយ៍
បាទអចិន្ត្រៃយ៍គឺមានតាំងពីឆ្នាំ1929ម៉េះហើយកាលហ្នឹងប្រទេសសៀមកាលហ្នឹងគឺទទួលស្គាល់យុត្តាធិការរបស់តុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិហ្នឹងតាំងពីមុនមកម្ល៉េះនៅក្នុងយន្តការកាត់ក្តីតាក់ទងនឹងរឿងព្រំប្រទល់ហ្នឹងហើយថៃកាលហ្នឹងក៏គេថា10ឆ្នាំគេសុំ renew ម្ដង10ឆ្នាំសុំបញ្ជាក់ម្ដងគេមិនថាទទួលស្គាល់រហូតទេអញ្ចឹង10ឆ្នាំបានន័យថាម៉េចឆ្នាំ29ទទួលស្គាល់យុត្តាធិការបាន10ឆ្នាំ39ស្ដេចថៃក៏បានទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិអចិន្ត្រៃយ៍កាលពីហ្នឹងថែម10ឆ្នាំទៀតអញ្ចឹងទៅដល់ប៉ុន្មានដល់49ទៀតហើយតុលាការយុត្តិធម៌អន្តរជាតិនេះបើកឆ្នាំ1946ហើយដល់ពេលហើយតមក10ឆ្នាំទៀតនិយាយទៅត10ឆ្នាំម្ដង10ឆ្នាំម្ដងដល់ឆ្នាំ1959ហ្នឹងក៏ថៃនៅតែទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិព្រោះអីអាតុលាការមុនហ្នឹងវាផុតបាត់ហើយអាស្អីអចិន្ត្រៃយ៍អីហ្នឹងតឆ្នាំ1946មានតុលាការថ្មីកម្រិតអន្តរជាតិដូចគ្នាជាតុលាការយុត្តិធម៌អន្តរជាតិហ្នឹងបង្កើតមកថៃនៅតែទទួលស្គាល់យុត្តាធិការរបស់តុលាការនេះតាហេតុអីបានជាមកបកែកបានគឺបកែកតែរឿងព្រះវិហារនឹងឯងបើមិនចង់ឲ្យកាត់ក្តីហ្នឹងគឺដឹងតែចាញ់ក្តីគឺបកែកយកតែប៉ុន្តែតុលាការគេច្រានចោលចឹងហើយឥឡូវយើងមើលរឿងចេះទៅវិញបងប្អូនសួរទៀតថាហេចុះបើគេច្រានចោលយុត្តាធិការចាប់បើថៃបកែកអញ្ចឹងប៉ុន្តែហេតុអីបានថៃចូលរួមមកកាត់ក្តីនៅថ្ងៃនៅឆ្នាំ2011ទៀតណាអារឿងព្រះវិហារទៀតនេះមកតាមដល់2011ទៀតអាពី1960យើងដឹងហើយអញ្ចឹង50ឆ្នាំក្រោយមកទៀតពេលដែលតុលាការរៀនរឿងក្តីមួយដែលគេយកមកជំនុំជម្រះគាត់មកទៀតហេតុអីបានជាថៃចូលមកបានថៃទទួលស្គាល់យុត្តាធិការរបស់តុលាការមិនមែនបានចូលខ្លួនរឿងនេះវាអញ្ចេះបងប្អូននៅក្នុងឆ្នាំ2011ដែលពេលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងគឺមិនមែនប្តឹងសំណុំរឿងថ្មីទេគឺគ្រាន់តែប្តឹងសុំឲ្យបកស្រាយនៅក្នុងខ្លឹមសារនៃសាលក្រមរបស់តុលាការដែលមានភាពសពិចសពិលដែលធ្វើឲ្យថៃបកពលឹះទៅថាតំបន់នៅបរិវេណជុំវិញប្រាសាទព្រះវិហារគឺជារបស់ថៃទេបិទតែព្រះវិហាររបស់កម្ពុជាអញ្ចឹងថៃអត់ប្រកែករឿងព្រះវិហារប្រាសាទហ្នឹងជារបស់ខ្មែរប៉ុន្តែថាដីនៅលបងជុំវិញចដាអីហ្នឹងគឺជារបស់ថៃអត់ចង់ដកតបអត់ចង់អីចង់មកនៅអីចឹងតទៅទៀតអីចឹងណាដល់អញ្ចឹងហើយបានមានចំនួនប្រដាប់អាវុធស្លាប់មនុស្សអស់ជាង20នាក់ជិត30នាក់ទាំងខ្មែរទាំងថៃហើយចឹងនៅពេលដែលខ្មែរប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងឆ្នាំ2011ហ្នឹងគឺស្នើសុំឲ្យបកស្រាយអញ្ចឹងថៃចូលរួមនេះគឺក្នុងភាគីនៃចំនួននៃបណ្ដឹងចាស់ទេមិនមែនរឿងសំណុំរឿងថ្មីទេហើយបណ្ដឹងចាស់ហ្នឹងគឺបណ្ដឹងឆ្នាំ62តាហើយនៅពេលដែលបណ្ដឹងឆ្នាំ62លើកយកមកបកស្រាយមិនមែនជាការបកស្រាយសំណុំរឿងនឹងឡើងវិញទេអញ្ចឹងនៅក្នុងន័យហ្នឹងគឺបានន័យថាថៃនៅមានយុត្តាធិការដដែលទោះប្រកែកអីក៏អត់បានដែរព្រោះដោយសារអីកាលមុនខ្លួនមានយុត្តាទទួលស្គាល់យុត្តាធិការទៅសំណុំរឿងឆ្នាំ62ហ្នឹងបើគេកាត់មកអញ្ចឹងព្រោះគេតឡាការធ្លាប់ទាត់ចោលបណ្ដឹងអញ្ញត្តកម្មរបស់ថៃពីបាត់ទៅហើយអញ្ចឹងបានន័យថាយ៉ាងម៉េចថៃចូលរួមនៅក្នុងករណីដែលមកនៅក្នុងសំណុំរឿងចាស់អញ្ចឹងបានន័យថាកាលខ្លួននៅទទួលស្គាល់យុត្តាធិការអញ្ចឹងបងប្អូនគិតថាអីអញ្ចឹងបានន័យថា60ឆ្នាំមកថៃនៅទទួលស្គាល់យុត្តាធិការហើយបាននៅប្រកែកទៀតថាតឡាការនឹងគ្មានយុត្តាធិការលើប្រទេសថៃជាការពិតថៃយកលេសមួយថាឆ្នាំ1960ហ្នឹងខ្លួនបានប្រកែកហើយនឹងមានលេសមួយទៀតគឺថាឆ្នាំ2024នេះនៅពេលដែលនាយករដ្ឋមន្ត្រីមុនលោកសេដ្ឋាមុននឹងបថងឋាននេះលោកស្ថានហ្នឹងគាត់ឡើងកាន់បានប្រហែលជាមួយឆ្នាំទេនៅមុនបថងឋានឡើងកាន់ហ្នឹងគឺឆ្នាំ2024ហ្នឹងគណៈរដ្ឋមន្ត្រីគាត់ពេលហ្នឹងថាចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ជំហរម្ដងទៀតថាអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងថៃហាក់បីដូចជាដឹងជើងព្រួលមួយថាត្រូវតែទប់អានឹងតែរហូតរឿងយុត្តាធិការហ្នឹងអត់ត្រូវទទួលស្គាល់ទេព្រោះតែទទួលស្គាល់គឺទៅចាញ់ខ្មែរហើយអញ្ចឹងកុំទទួលស្គាល់អាចមានសង្ឃឹមខ្លះដើម្បីអីអូសពេលទិញពេលវេលាប៉ុន្តែឲ្យរួចខ្លួនប្រហែលជាមិនរួចខ្លួនទេបងប្អូនខ្ញុំថាមិនរួចខ្លួនហ្នឹងត្រង់ចេះឥឡូវយើងមើលតើតឡាការយុត្តិធម៌អន្តរជាតិនេះព្រមទាំងអន្តរជាតិនេះអាចកាត់ក្តីបានទេនៅពេលដែលថៃអត់ចូលឥឡូវយើងកុំនិយាយរឿងប្រាសាទព្រះវិហារព្រោះដោយសារអីប្រាសាទព្រះវិហារជារឿងចាស់ឆ្នាំ1962កាលហ្នឹងថៃ
ធ្លាប់ទទួលយុត្តាធិការប៉ុន្តែឥឡូវនេះថៃបានបញ្ជាក់ចំហជាផ្លូវការថាអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែមកដល់ម៉ោងនេះខ្ញុំឮតែសេចក្តីប្រកាសរបស់ថៃដែលស្រែកនៅក្នុងន័យនយោបាយឯណាអត់ទាន់ឃើញមានជាសេចក្តីជូនដំណឹងឬក៏ស្នើសុំឬក៏សរសេរសបុតទៅតុលាការប្រាប់ថាអត់ទទួលស្គាល់យុត្តាធិការចាប់ពីឆ្នាំ1960មកហ្នឹងអត់ទាន់ឮទេបើបងប្អូនណាបានដឹងឲ្យខ្ញុំដឹងផងប៉ុន្តែខ្ញុំឲ្យឮថាថៃបានសរសេរលិខិតបែបនេះជូនដំណឹងទៅតុលាការហ្មងអត់ទេប៉ុន្តែជាឆាកនយោបាយគឺឮនិយាយចឹងមែនឬប្រកាសអញ្ចឹងមែនប៉ុន្តែនៅក្នុងតុលាការហ្មងអត់មានរឿងនឹងអត់ឃើញពាក្យបណ្ដឹងគាត់ដើម្បីប្រកាសប្រាប់តុលាការថាគាត់អត់ទទួលស្គាល់យុត្តាធិការនឹងពេញមាត់ទៀតទេក្រៅតែពីអារឿងឆ្នាំ60ដែលគេទាត់ចោលបាត់ហើយតាមពិតមិនគួរនិយាយពីរឿងការដែលជំទាស់យុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិពីឆ្នាំ60ទេព្រោះអីតុលាការបានច្រានចោលហើយបានកាត់ក្តីមកហោហាយបានន័យថាបង្គាប់ឲ្យប្រទេសថៃនឹងទទួលស្គាល់យុត្តាធិការនឹងដើម្បីកាត់ក្តីជុំគ្នាមកទៅហើយហ្នឹងដូច្នេះវាមានរឿងអីត្រូវយោងទៅឆ្នាំ1960ទៀតក៏ប៉ុន្តែច្បាប់របស់យុទ្ធតុលាការ ICJ ហ្នឹងគឺមានមាត្រាមួយថាបើគូភាគីទាំងពីរមានគូភាគីណាមួយមិនយល់ស្របនៅក្នុងការដាក់បណ្ដឹងហ្នឹងនៅក្នុងការប្តឹងហ្នឹងគឺអាចមានបញ្ហាដែរបញ្ហានៅត្រង់ថាអញ្ចេះបញ្ហាហ្នឹងគឺគេចង់និយាយពាក្យ consent ហ្នឹងបានន័យថាតើតែគូភាគីនិយាយទៅដូចរឿងប្តីប្រពន្ធអញ្ចឹងបើថាចង់ប្តឹងលែងលះគ្នាឬយ៉ាងណាតើតែប្តីព្រមប្រពន្ធព្រមបានតុលាការកាត់ក្តីបើសិនជាភាគីណាអត់ព្រមតុលាការក៏សម្រេចពិបាកបន្តិចដែរក្នុងការសម្រេចប៉ុន្តែខ្ញុំថាអត់ពិបាកចង់និយាយថានៅតែមានវិធីសម្រេចឲ្យភាគីនឹងបញ្ចប់រឿងក្តីរបស់ខ្លួនតាមផ្លូវតុលាការឲ្យខាងតែបានបើទោះបីមានភាគីណាងើកក៏ដោយឬក៏មិនចង់ចូលខ្លួនឬក៏មិនចង់ទទួលស្គាល់យុត្តាធិការរបស់តុលាការក៏ដោយខ្ញុំនឹងបញ្យល់ថាហេតុអីអាចធ្វើអញ្ចឹងកើតជាទូទៅតុលាការចង់ឲ្យភាគីទាំងសងខាងស្រស់ស្រួលគ្នាមិនមែនស្រស់ស្រួលគ្នាក្នុងដោះស្រាយបញ្ហាទេគឺស្រស់ស្រួលគ្នាក្នុងការដាក់បណ្ដឹងដើម្បីអីតែពេលស្រស់ស្រួលគ្នាបានន័យថាខ្លួនយើងទទួលស្គាល់យុត្តាធិការដែនសមត្ថកិច្ចរបស់តុលាការអត់ត្រូវការសម្រេចអីវែងឆ្ងាយពីដែនសមត្ថកិច្ចនឹងយូរទេព្រោះប្រទេសទទួលស្គាល់ហើយអានេះគឺតកតងនៅក្នុងករណីដែលបណ្ដឹងដែលមានវិវាទគ្នាខ្លាំងបែបនេះគឺចង់ខ្លាចស្រីប្រកាន់ប្រុសប្រកែកអីអញ្ចឹងទៅដោះស្រាយទៅវាមិនបានថាជាសះគ្នាទេព្រោះអីយើងអត់ទទួលស្គាល់យើងអត់ព្រមចូលខ្លួនមកដោះស្រាយអញ្ចឹងណាអញ្ចឹងតុលាការក៏មានមាត្រាមួយដើម្បីបើកច្រកនៅក្នុងការតម្រូវឲ្យមានការយល់ស្របអញ្ចឹងដែរប៉ុន្តែដូចខ្ញុំជំរាបអញ្ចឹងបើយើងមើលយុទ្ធសាស្ត្ររបស់តុលាការព្រំដែនយុត្តិធម៌អន្តរជាតិតាំងពីសម័យរឿងក្តីព្រះវិហារថៃប្រកែកមិនទទួលស្គាល់យុត្តាធិការមែនក៏ប៉ុន្តែតុលាការនៅតែសម្រេចទាត់ចោលការប្រកែកឥឡូវមានច្រកណាផ្សេងទៀតទេឧទាហរណ៍ថាថៃពិតជាអត់ចង់ទៅថៃអត់ចង់ដាក់ពាក្យថៃអត់ចូលរួមជាមួយកម្ពុជាទៅម្នាក់ឯងទៅហើយថៃច្បាស់ជាថាបើចង់រំស្លូតទៅរំ2នាក់រំម្នាក់ឯងរំកើតរំទៅចឹងថៃចាប់ផ្ដើមផ្ដាច់គូដើម្បីឲ្យចង្វាក់ស្លូហ្នឹងคล้ายទៅជាចង្វាក់ដែលភ្លាវដែលឆ្កងដែលអត់ទំនងឯព្រោះអីមិនដែលណារំស្លូម្នាក់ឯងទេវាត្រូវតែមានដៃគូមិនចឹងថៃកំពុងតែប្រើល្បិចនេះក៏ប៉ុន្តែបើយើងមើលអ្នកដែលគ្រប់គ្រងភ្លេងវិញខ្ញុំឧបមាថាតឡាការយុទ្ធធរអន្តរជាតិហ្នឹងជាវងភ្លេងជាអ្នកចាប់គូឲ្យរំដើម្បីឲ្យសំតាំងចង្វាក់ស្លូនឹងអញ្ចឹងទៅគេក៏ពិនិត្យមើលដែរថាតើការប្រកែករបស់យើងនឹងវាសមហេតុសមផលអត់តើមានវិធីណាទៀតដើម្បីឲ្យដឹងថាយើងប្រកែកនេះអត់មានហេតុផលទេចឹងនៅក្នុងន័យដែលថាបង្គាប់ឲ្យភាគីថៃអាចចូលរួមនៅក្នុងការដែលជំនុំជម្រះក្តីនេះបានដោយអត់មានការប្រកែកគឺតុលាការអាចទី1ពិនិត្យមើលយុត្តាធិការរបស់ខ្លួននឹងថាតើបើថៃអត់ចូលរួមតើគេសំអាងអីដើម្បីឲ្យថៃចូលរួមបានមុននឹងយើងសម្រេចក្តីនេះគឺគេមើលយុទ្ធសាស្ត្រនឹងបានន័យថាម៉េចគេមើលសំណុំរឿងចាស់ប្រវត្តិសាវតានៃការកាត់ក្តីពីមុនមកតើមានធ្លាប់កាត់ក្តីប៉ះរឿងថៃនឹងជាមួយកម្ពុជាហើយនឹងក្របខ័ណ្ឌតុលាការនឹងដែរទេហើយបើមានតើថៃធ្លាប់មានបានចូលរួមដែរឬទេហើយសំអាងលើអីដូច្នេះបើយើងមើលករណីយុទ្ធសាស្ត្រ
គឺចាល់ថៃចាញ់បាត់ទៅហើយនៅក្នុងន័យខ្ញុំមិននិយាយរឿងចាញ់ក្តីទេខ្ញុំចង់និយាយថាចាញ់នៅក្នុងពាក្យថាជំទាស់ទៅនឹងដែនសមត្ថកិច្ចរបស់តុលាការហ្នឹងគឺចាញ់បាត់ទៅហើយគឺបានន័យថាតុលាការមានដែនសមត្ថកិច្ចតើខ្លួនធ្លាប់ប្តឹងហើយតុលាការធ្លាប់បដិសេធតើថាអត់មានហេតុផលសមរម្យឥឡូវយកសំអាងហេតុនឹងមកដដែលគាត់ថាមិនមែនរឿងប្រាសាទព្រះវិហារតែទៅរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាកបីនិងតំបន់មុំ3បើសិនជាក្នុងរឿងនេះឃើញថាថៃអាចនឹងរងបញ្ហាមួយហើយក្នុងផ្នែកផ្លូវច្បាប់ដោយសារតែខ្លួនធ្លាប់ទទួលស្គាល់យុត្តាធិការរបស់តុលាការនេះរួចទៅហើយចោះបើសិនជាថាអត់រឿងនឹងចោះតុលាការគេមានច្រកមួយទៀតនៅក្នុងការកំណត់ដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឲ្យភាគីចូលដែរគឺទី2តកតងនឹងសន្ធិសញ្ញាព្រមព្រៀងគ្នារវាងប្រទេសទាំងពីរជាទូទៅបងប្អូននៅក្នុងសន្ធិសញ្ញាណាក៏ដោយគោលការណ៍ច្បាប់គឺគេតែងចែងកំណត់អំពីមាត្រាណាមួយអំពីពេលមានវិវាទគ្នាតើយើងទៅធ្វើយ៉ាងម៉េចដោះស្រាយវិវាទនឹងយ៉ាងម៉េចនៅក្នុងសន្ធិសញ្ញានៅក្នុងច្បាប់គឺគេចែងអញ្ចឹងមានខមួយដើម្បីប្រាប់ថាបើសិនជាយើងទាំងអស់គ្នាមានបញ្ហាដោយសារការបកស្រាយខ្លឹមសារនៃសន្ធិសញ្ញាឬក៏ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញាហ្នឹងវាមានការមិនត្រឹមត្រូវឬក៏យល់ខ្វែងគ្នាគឺគេត្រូវតែបើកច្រកមួយថាតើប្តឹងទៅអ្នកណាអញ្ចឹងនៅក្នុងសន្ធិសញ្ញាក៏គេមានលក្ខខណ្ឌឲ្យប្តឹងដែរអញ្ចឹងបើសិនជាមិនចាំបាច់ថៃមកចូលខ្លួនមិនចូលខ្លួនទេតុលាការអាចរកឃើញយុត្តាធិការតាមរយៈកិច្ចព្រមព្រៀងឬសន្ធិសញ្ញាដែលមានយូរហើយហ្នឹងដែលគេបើកច្រកប្រាប់ថាយើងជាភាគីនៅក្នុងសន្ធិសញ្ញាហ្នឹងមិនអញ្ចឹងបើយើងជាភាគីនៅក្នុងសន្ធិសញ្ញាហើយបើសន្ធិសញ្ញាប្រាប់ថាបើមានចំនួនឬក៏ខ្វែងយោបល់គ្នាតាក់ទងនឹងការបកស្រាយខ្លឹមសារនៃសន្ធិសញ្ញាឬក៏ការអនុវត្តសន្ធិសញ្ញាហ្នឹងវាមិនត្រឹមត្រូវយល់ខ្វែងគ្នាគឺយើងត្រូវបញ្ជូនរឿងនេះទៅអាជ្ញាកណ្ដាលឬក៏តុលាការណាមួយដើម្បីដោះស្រាយរឿងយើងវាត្រូវតែមានយន្តការហ្នឹងវាអត់ដែលមានសន្ធិសញ្ញាណាអត់មានយន្តការហ្នឹងទេដូចគ្នានេះដែរសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907មានមាត្រាមួយតាមពិតមាត្រាមុនគេនឹងឯងមាត្រាមួយហ្នឹងគេចែងតាក់ទងនឹងដំណោះស្រាយនៅពេលដែលភាគីទាំងពីរយល់ខុសឬក៏បកស្រាយមិនត្រឹមត្រូវតាក់ទងនឹងខ្លឹមសារនៃសន្ធិសញ្ញាឬក៏ការអនុវត្តសន្ធិសញ្ញាហ្នឹងដែលមានលអៀងអញ្ចឹងនៅក្នុងមាត្រាមួយហ្នឹងគឺគេនិយាយនៅក្នុងពេលនោះគេថាភាគីដែលពាក់ព័ន្ធជាពិសេសគឺភាគីបារាំងតែម្ដងព្រោះអីបារាំងគ្រប់គ្រងឥណ្ឌូចិននៅពេលហ្នឹងគឺគេមានតុលាការមួយគេហៅថាតុលាការអន្តរជាតិដែរតុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាតាក់ទងនឹងផលប្រយោជន៍ប៉ះពាល់ដល់ជនជាតិបារាំងឬក៏អ្នកដែលមានចំណែកនៅក្នុងភាគីនៃកិច្ចសន្ធិសញ្ញាតំណាងឲ្យបារាំងជាអ្នកតំណាងហ្នឹងអញ្ចឹងនៅក្នុងមាត្រាហ្នឹងគឺមានតុលាការអន្តរជាតិគ្រាន់តែថាមាត្រានៅក្នុងកិច្ចឬសន្ធិសញ្ញាឆ្នាំ1907បារាំងសៀមហ្នឹងគឺអន្តរជាតិនៅទីនេះគឺសំដៅទៅលើជនបរទេសបានន័យថាជនជាតិបារាំងអញ្ចឹងតុលាការនៅប្រទេសសៀមនៅពេលនោះគឺត្រូវតែយកបញ្ហាដែលខ្វែងយោបល់គ្នាហ្នឹងយកមកបកស្រាយដើម្បីបានប្រយោជន៍ដោះស្រាយរឿងដែលភាគច្រើនជាបារាំងទេអាហ្នឹងចង់និយាយថាពីមិត្រានៅក្នុងសន្ធិសញ្ញាបារាំងសៀមដែលចង់និយាយពីផ្លូវដោះស្រាយនៅពេលដែលយើងខ្វែងយោបល់គ្នាក៏ប៉ុន្តែយន្តការនេះក៏មិនមែនមានត្រឹមតែប៉ុណ្្នឹងទេសន្ធិសញ្ញាអីក៏ដោយនៅពេលដែលមានវិវាទគ្នាជាពិសេសសន្ធិសញ្ញាតាក់ទងរឿងព្រំដែនវាច្បាស់ជាមានយន្តការច្បាប់អន្តរជាតិវាច្បាស់ជាមានយន្តការតុលាការអន្តរជាតិហើយនេះមាត្រានេះហើយនេះចំណុចនេះហើយនេះដែលតុលាការយុត្តិធម៌អន្តរជាតិអាចយកមកបកស្រាយថាភាគីថៃបើទោះបីប្រកែកថាខ្លួនគ្មានមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក៏ដោយគឺបានន័យថាថៃគឺជាភាគីនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907កម្ពុជាក៏ជាភាគីនៅក្នុងសន្ធិសញ្ញាហើយនៅក្នុងសន្ធិសញ្ញាបានប្រាប់ថាបើពេលមានចំនួនត្រូវតែយករឿងនេះឲ្យតុលាការដោះស្រាយហើយតុលាការនៅក្នុងសន្ធិសញ្ញាមានឈ្មោះថាតុលាការអន្តរជាតិបិទតែដោះស្រាយតែរឿងតាក់ទងបារាំងក៏ប៉ុន្តែក្រោយមកនៅពេលដែលមានចំនួនតាក់ទងនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907មកដូចជារឿងករណីព្រះវិហារតុលាការដែលដោះស្រាយរឿងហ្នឹងឃើញតុលាការយុត្តិធម៌អន្តរជាតិហើយមិនចឹង
នេះហើយជាអាណាព្យាបាលបានន័យថាយុត្តាធិការរបស់តុលាការនឹងមានស្រាប់នៅក្នុងនឹងហើយដោយសារតែកិច្ចព្រមព្រៀងចងកាតព្វកិច្ចថាបើណឯងមិនត្រូវគ្នាណឯងត្រូវតែរកតុលាការអាជ្ញាកណ្ដាលណាមួយហើយអាជ្ញាកណ្ដាលណាមួយដែលមានគឺមានពីឆ្នាំ1907បើសិនជារឿងនឹងឆ្លោះគ្នានៅឆ្នាំ1929 30អីហ្នឹងវាមានតុលាការអចិន្ត្រៃយ៍យុតិធធអន្តរជាតិមួយកាត់ក្តីឲ្យបាត់ហើយមិនចឹងអាហ្នឹងគឺនៅក្នុងយន្តការរបស់គេហ្នឹងឬក៏មានតុលាការអាជ្ញាកណ្ដាលណាមួយដែលគេបង្កើតមកក្នុងក្របខ័ណ្ឌអន្តរជាតិហើយតុលាការទាំងអស់ហ្នឹងគឺមានយុត្តាធិការនិងជំនាញឯកទេសដូចគ្នានឹងតុលាការយុតិធធព្រំប្រទានអន្តរជាតិសប្ងៃហ្នឹងដែលអញ្ចឹងហើយក្នុងន័យនេះគឺថៃចង់ប្រកែកឬមិនប្រកែកគឺជារឿងរបស់ថៃប៉ុន្តែតុលាការអាចបកស្រាយនៅក្នុងន័យថាបើកម្ពុជាយកសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដាក់ជាឯកសារតឹកតាំងនៅក្នុងការវាស់វែងយាមកាតាក់ទងតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាកបីធ្វើជាសំអាងហេតុនៅក្នុងការចរចាជាមួយប្រទេសថៃដើម្បីឲ្យដោះស្រាយបញ្ហាព្រំប្រទល់នេះចង់មិនចង់ថៃគឺមានយុត្តាធិការថៃត្រូវតែទទួលស្គាល់យុត្តាធិការរបស់តុលាការយុតិធធអន្តរជាតិនេះដាច់ខាតហើយព្រោះអត់អាចប្រកែកបានទេព្រោះខ្លួនជាភាគីនៃកិច្ចនៅសន្ធិសញ្ញាបារាំងសៀមហ្នឹងហើយបើសិនជាមានបញ្ហាតើមានតុលាការនៅប្រទេសថៃឯណាដែលមកដោះស្រាយរឿងខ្លួនឯងបានបើសិនជាមានតុលាការនៅប្រទេសថៃក៏ដោះមិនបានដែរព្រោះអីវាដោះតែរឿងក្នុងប្រទេសណឯងវាលំអៀងរឿងនេះរឿងអាញាកណ្ដាលព្រោះវាមានផលប្រយោជន៍ដល់ប្រទេសកម្ពុជាដែរអញ្ចឹងនៅក្នុងន័យនេះយើងអាចបកស្រាយបែបនេះថាថៃមិនចូលរួមមិនទទួលស្គាល់យុត្តាធិការខ្ញុំជឿថាជាចំណុចខ្សោយមែនតើប៉ុន្តែតុលាការអាចយកច្រកនេះយកមកបកស្រាយអំពីរឿងកិច្ចព្រមព្រៀងឬសន្ធិសញ្ញានេះទៅហើយក៏អាចនឹងយកយុទ្ធសាស្ត្របានន័យថាសំណុំរឿងចាស់របៀបដោះស្រាយពីមុនមកដែលថៃធ្លាប់មានរឿងប្រាសាទព្រះវិហារហើយថៃនៅតែមានយុត្តាធិការដដែលបើទោះបីជាប្រកែកក៏ដោយឥឡូវសួរទៅវិញថាហេតុអីបានថៃប្រកែកបើដឹងថាខ្លួនអត់អាចនឹងគេចរួចខ្លួនពីតុលាការត្រូវតែចូលខ្លួនមកបង្ហាញដោះស្រាយរឿងក្តីខ្ញុំបានជម្រាបជូនបងប្អូនឲ្យថារឿងនេះគឺជារឿងនយោបាយវាមិនមែនជារឿងបច្ចេកទេសទេបើរឿងបច្ចេកទេសអត់បាច់អត់ពិបាកដោះស្រាយ